លោកដូណាល់ត្រាំចេញមកគំរាមទៀតហើយគឺគំរាមកំទេចរោងចក្រថាមពលអ៊ីរ៉ង់ឲ្យខ្ទេចคล้ายទៅជាផេះខណៈពេលដែលអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រអបម៉ូសដាច់ខាតនិងការបាញ់ទម្លាក់យន្តហោះ Reaper របស់សហរដ្ឋអាមេរិកនៅក្នុងសមរភូមិដ៏ក្តៅគគុកស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ដំណាក់កាលនៃការសងសឹកគ្នាទៅវិញទៅមកយ៉ាងសាហាវឃោរឃៅជាទីបំផុតនៅព្រឹកថ្ងៃអង្គារទី31ខែមីនាឆ្នាំ2026នេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហោះសារយ៉ាងសាហាវនៅលើបណ្ដាញសង្គម Truth Social ដោយគំរាមថាលោកនឹងបញ្ជាឲ្យបំផ្លាញរោងចក្រផលិតអគ្គិសនីអណ្ដូងប្រេងនៅកោះខាកសូម្បីតែរោងចក្រចម្រោះទឹកស្អាតទាំងអស់របស់អ៊ីរ៉ង់ឲ្យคล้ายទៅជាផេះប្រសិនបើទីក្រុងទីហេរ៉ង់មិនព្រមចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌអាមេរិកនៅក្នុងរយៈពេលឆាប់ៗនេះការគំរាមកំហែងនេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្សអន្តរជាតិមានការតក់ស្លុតយ៉ាងខ្លាំងដោយចាត់ទុកថាជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរខណៈដែលសេតវិមានបានបន្ថែមវិមាត្រថ្មីមួយទៀតដោយបង្ហើបថាអាមេរិកអាចនឹងតម្រូវឲ្យបណ្ដាប្រទេសអារ៉ាប់ជាអ្នកចេញថ្លៃចំណាយសម្រាប់ប្រតិបត្តិការសង្គ្រាមទៅលើអ៊ីរ៉ង់នេះថែមទៀតផងស្របពេលជាមួយគ្នានេះភាគីអ៊ីរ៉ង់បានឆ្លើយតបវិញដោយកណ្ដាប់ដៃដែកតាមរយៈការប្រកាសជាផ្លូវការថាគ្មានកប៉ាល់ណាមួយអាចឆ្លងកាត់ច្រកសមុទ្រអកមូសបានឡើយបើគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ហើយរាល់ឯកសារដឹកជញ្ជូនទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុតពីកងកម្លាំងឆ្មាំបដិវត្តន៍របស់ខ្លួនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាជីក៏បានផ្ញើសារទៅកាន់អារ៉ាប៊ីសាអូឌីតផងដែរថាដល់ពេលដែលត្រូវរួមគ្នាបណ្ដេញកងកម្លាំងអាមេរិកចេញពីតំបន់ឲ្យអស់ហើយដោយលោកបានសង្កត់ធ្ងន់ថាប្រតិបត្តិការយោធារបស់អ៊ីរ៉ង់គឺមានគោលដៅតែលើសត្រូវឈ្លានពានដែលមិនដែលផ្ដល់សន្តិសុខដល់ជនជាតិអារ៉ាប់ឡើយភ្លាមនោះអារ៉ាប៊ីសាអូឌីតបានចេញការព្រមានដល់គ្រោះថ្នាក់កម្រិតខ្ពស់នៅក្នុងខេត្តអាល់ខាចដោយបង្គាប់ឲ្យប្រជាជនអនុវត្តនៅការណែនាំរបស់កងការពារជនស៊ីវិលយ៉ាងតឹងរឹងបំផុតចំពេលដែលគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារមកលើនាវាទឹកប្រេងមួយគ្រឿងនៅក្បែរសមុទ្រឌូបៃបណ្ដាលឲ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅឈានដល់សមរភូមិលើអាកាសវិញកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រកាសដោយមោទនភាពថាខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Raptor របស់សហរដ្ឋអាមេរិកចំនួន2គ្រឿងនៅក្នុងពេលតែមួយនៅក្នុងខេត្តអ៊ីហ្វាហាន់ដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសថ្មីទំនើបបំផុតទោះជាយ៉ាងណាក៏ដោយកងទ័ពអាកាសរបស់ចក្រភពអង់គ្លេសក៏បានបញ្ជាក់ផងដែរថាយន្តហោះចម្បាំង Typhoon និង F-35 របស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ជាច្រើនគ្រឿងជាបន្តបន្ទាប់ពេញមួយយប់ខណៈដែលពួកគេកំពុងតែបំពេញបេសកកម្មការពារដែនអាកាសមកលើប្រទេសអេស៊ីប ហ្សកដានី បារ៉ែននិងអារ៉ាប់រួមភាពវឹកវរនេះបានធ្វើឲ្យតម្លៃប្រេង Brent ហក់ឡើងជិតដល់$117ហើយនៅក្នុងមួយបារ៉ែនដែលជាការកើនឡើងប្រចាំខែដ៏ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រពលគឺកើនឡើងរហូតទៅដល់ 54% ចាប់តាំងពីដើមខែមីនាមកដែលលើសពីកំណត់ត្រាកាលពីសម័យសង្គ្រាមគុយវ៉េតទៅទៀតនៅក្នុងសមរភូមិដីគោកឯណោះវិញកងទ័ពអ៊ីស្រាអែលបានបន្តវាយលុកយ៉ាងខ្លាំងក្លាចូលមកកាន់កាប់ទឹកដីភាគខាងត្បូងប្រទេសលីបង់ដើម្បីដណ្ដើមយកទឹកដីបន្ថែមទៀតខណៈពេលដែលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរាយការណ៍អំពីសោកនាដកម្មថ្មីមួយទៀតគឺកងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី2នាក់បន្ថែមទៀតត្រូវបានសម្លាប់ដោយសារការផ្ទុះដែលមិនស្គាល់ប្រភពមិនត្រឹមតែប៉ុណ្ណោះពួកឧទាមហ៊ូធីនៅយេម៉ែនក៏បានបើកការវាយប្រហារមីស៊ីលទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែលជាលើកដំបូងបំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងដែលធ្វើឲ្យមហាសង្គ្រាមនេះរីករាលដាលពេញផ្ទៃមជ្ឈិមបូព៌ាទាំងមូល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតានយ៉ាហ៊ូបានថ្លែងយ៉ាងដាច់អហង្ការថាលោកនឹងមិនកំណត់ពេលវេលាបញ្ចប់សង្គ្រាមលើអ៊ីរ៉ង់ឡើយរហូតទាល់តែរបបទីក្រុងតេហេរ៉ង់ដួលរលំពីខាងក្នុងទោះជាលោកកំពុងតែត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិដេញចាប់ខ្លួនក៏ដោយខណៈពេលនេះផងដែរពិភពលោកក៏កំពុងតែសម្លឹងមើលដោយក្តីបារម្ភជាទីបំផុតនៅពេលដែលប្រទេសមហាអំណាចអឺរ៉ុបដូចជាអេស្ប៉ាញបានប្រកាសបិទដែនអាកាសចំពោះយន្តហោះអាមេរិកដែលពាក់ព័ន្ធជាមួយនឹងចំនួននេះហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ក៏បានបញ្ជាក់ជាថ្មីផងដែរថានេះមិនមែនជាសង្គ្រាមរបស់ចក្រភពអង់គ្លេសឡើយទន្ទឹមនឹងនេះអ៊ីរ៉ង់បានចាប់ផ្ដើមអំពាវនាវរកអ្នកស្ម័គ្រចិត្តដើម្បីលះបង់ជីវិតរាប់ម៉ឺននាក់ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយនឹងប្រតិបត្តិការដីគោករបស់សហរដ្ឋអាមេរិកដែលមន្ទីរបញ្ចកោណកំពុងតែរៀបចំឡើងប្រធានាធិបតីអេស៊ីបលោកអាល់ស៊ីស៊ីបានអង្វរលោកត្រាំឲ្យបញ្ឈប់នៅមហាវិនាសកម្មនេះជាបន្ទាន់ពីព្រោះវាបានរុញច្រានសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចូលទៅក្នុងវិបត្តិអតិផរណាដ៏សាហាវបំផុតនិងបង្កឲ្យមានការខ្វះខាតស្បៀងអាហារនិងឱសថនៅគ្រប់ទិសទីដែលនេះគឺជាសញ្ញាព្រមាននៃចំណុចដែលមិនអាចត្រឡប់ក្រោយបានឡើយសម្រាប់មនុស្សជាតិប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានរបស់ Channel ចង់ដឹងទេការពិនិត្យមើលទៅលើចំនួននៅមជ្ឈមបូព៌ានៅក្នុងដំណាក់កាលចុងក្រោយថ្ងៃនេះបានបង្ហាញឲ្យឃើញនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការទប់ស្កាត់មកជាការគំរាមកំហែងដែលមានកម្រិតខ្ពស់បំផុតនៃរដ្ឋនីមួយៗយ៉ាងពិតប្រាកដការដែលរដ្ឋបាលលោក Donald Trump ងាកមកប្រើប្រាស់យុទ្ធសាស្ត្របង្ខំឲ្យសត្រូវចុះចាញ់តាមរយៈការគំរាមកំហែងកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងធម្មពលគឺជាការដុតបញ្ឆេះកំហឹងមហាជនអ៊ីរ៉ង់ឲ្យកាន់តែខ្លាំងដែលអាចរុញច្រានឲ្យរបបទីក្រុងតេហេរ៉ង់ប្រើប្រាស់ជំរឿសចុងក្រោយគឺយុទ្ធសាស្ត្របំផ្លាញគ្នាទៅវិញទៅមកហើយក្នុងក្រសែភ្នែកអ្នកវិភាគភូមិសាស្ត្រនយោបាយការបិទច្រកសមុទ្រអកមូសនិងការបាញ់ទម្លាក់ដ្រូនទំនើបរបស់សហរដ្ឋអាមេរិកមិនមែនគ្រាន់តែជាការតបតដោយយោធាប៉ុណ្ណោះទេប៉ុន្តែគឺជាការបញ្ជូនសារទៅកាន់ពិភពលោកថាអ៊ីរ៉ង់សុខចិត្តធ្វើឲ្យសេដ្ឋកិច្ចសកលរលាយសាបសូន្យជាជាងការចុះចាញ់ក្រោមសម្ពាធឯកតោភាគីរបស់សហរដ្ឋអាមេរិកទន្ទឹមទៅនឹងការឡើងកម្ដៅនៃសង្គ្រាមសម្ដីនិងការវាយប្រហារតាមអាកាសនេះយើងសង្កេតឃើញនៃការប្រែប្រួលរបស់បន្ទាត់សម្ព័ន្ធអន្តរជាតិយ៉ាងច្បាស់ក្រឡែតការដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបដូចជាអេស្ប៉ាញនិងចក្រភពអង់គ្លេសចាប់ផ្ដើមដកខ្លួនចេញអំពីការចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិកបានសបញ្ជាក់ឲ្យឃើញថាសម្ព័ន្ធភាពលោកខាងលិចកំពុងតែជួបប្រទះទៅនឹងការប្រេះឆាយ៉ាងធ្ងន់ធ្ងរដោយសារតែការបារម្ភពីវិបត្តិមនុស្សធម៌និងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិបាតុភូតនេះកំពុងតែបង្កើតឱកាសមហាអំណាចមធ្យមនៅក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីតនិងអេស៊ីបព្យាយាមដើរតួជាអ្នកសម្របសម្រួលដើម្បីបញ្ជៀសវិនាសកម្មសកលប៉ុន្តែអធិបុលរបស់ពួកគេហាក់នៅមានកម្រិតនៅឡើយខណៈពេលដែលមហាអំណាចអាមេរិកនិងអ៊ីស្រាអែលនៅតែរក្សាជំហររឹងត្អឹងនៅក្នុងការសម្រេចគោលដៅយោធារបស់ខ្លួនឲ្យបានលើសពីពាក់កណ្ដាលជាចុងក្រោយបើពិនិត្យមើលទៅលើផលប៉ះពាល់ជារួមពិភពលោកកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃដែលអាចបង្កឲ្យមានអតិផរណាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបការកើនឡើងនៃតម្លៃប្រេងនិងការរំខានទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់តាមផ្លូវទឹកនឹងក្លាយទៅជាអាវុធដ៏សាហាវបំផុតដែលវាយប្រហារទៅដល់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកលលោកមិនថាតែនៅក្នុងតំបន់ជម្លោះឬក៏នៅក្រៅតំបន់ជម្លោះឡើយសរុបមកវិញអ្វីដែលយើងកំពុងតែមើលឃើញនៅពេលនេះគឺជាការសាកល្បងអំណាចរវាងសណ្ដាប់ធ្នាប់ពិភពលោកចាស់និងការងើបឡើងនៃមហិច្ឆតាជនជាតិជ្រុលនិយមប្រសិនបើគ្មានការសម្រុះសម្រួលនៅការទូតជាបន្តនោះទេពិភពលោកនឹងត្រូវទទួលរងនឹងការខូចខាតដែលមិនអាចស្រោចស្រង់បានទាំងផ្នែកមនុស្សធម៌និងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខ
ទៀតបងប្អូនយល់យ៉ាងណាដែរសូម comment នៅក្រោមវីដេអូអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាប្រសិនបងប្អូនស្រឡាញ់ពេញចិត្តវីដេអូនេះកុំភ្លេចចុច like comment ពីល្អៗ share ទៅកាន់បណ្ដាញសង្គមម្នាក់មួយ